គឺទីបំផុតអ៊ីរ៉ង់ដាក់សំណើ14ចំណុចដើម្បីបញ្ចប់សង្គ្រាមតែលោកត្រាំថាចាំមើលសិនបាទឥឡូវនេះគឺដោយសារតែជាដំណឹងល្អដែរបងប្អូនព្រោះអីសង្គ្រាមរបស់អ៊ីរ៉ង់នៅអ៊ីរ៉ង់នេះគឺវានៅអូសបន្លាយពេលយូរពេកឥឡូវនេះអ៊ីរ៉ង់គេដាក់សំណើ14ចំណុចមកហើយឲ្យលោកត្រាំពិនិត្យបងប្អូនត្រូវចាំថាលោកត្រាំធ្លាប់ដាក់សំណើទៅអ៊ីរ៉ង់15ចំណុចឥឡូវអ៊ីរ៉ង់គេដាក់14មកវិញប៉ុន្តែអាមេរិកអត់ខ្វល់នឹងដាក់អីទេសំខាន់ឲ្យតែលុបបំបាត់អាវុធបរមាណូឈប់ធ្វើព្រមហ่ะប៉ុន្តែ14ចំណុចនេះប្រហែលជាអាចអត់មានបរមាណូនឹងហើយបានជាលោកត្រាំថាចាំពិនិត្យមើលហើយខ្ញុំនិយាយថាគាត់និយាយអីគេខ្លះក្នុង14ចំណុចហ្នឹងរបស់អ៊ីរ៉ង់ចង់បានអីគេខ្លះហើយសំណូមពរនឹងសមហេតុសមផលឬអត់តាមពិតសំណើរបស់អ៊ីរ៉ង់នេះត្រូវបានសារព័ត៌មានអាមេរិកនិងអន្តរជាតិផ្សព្វផ្សាយដោយសារតែគេដកស្រង់ពីប្រភពសារព័ត៌មានរបស់អ៊ីរ៉ង់របស់រដ្ឋគេនោះណាគេដាក់ថាអញ្ចេះអ៊ីរ៉ង់មានសំណើ14ចំណុចដើម្បីស្នើសុំឲ្យអាមេរិកធ្វើដើម្បីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ទី1ខ្ញុំសង្ខេបបងប្អូនអត់និយាយទាំងអស់គឺមួយគឺបတ်ឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់តាក់ទងនឹងរឿងសង្គ្រាមនេះគឺសុំប្រជប់ត្រឹម30ថ្ងៃទៅកុំអូសបន្លាយយូរពេកបើសិនមានបတ်ឈប់បាញ់សុំធ្វើតែ30ថ្ងៃយូរពេកទៅវានៅចាំមើលវាយូរពេកមួយទៀតគឺសុំឲ្យអាមេរិកធានាគឺថ្ងៃក្រោយហាមផ្ដាច់ប្រើកម្លាំងយោធាវាយអ៊ីរ៉ង់ទៀតឲ្យអាមេរិកធានាណាថ្ងៃក្រោយទៅអនាគតហ្មងគឺអត់មានត្រូវវាយធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតទេអាហ្នឹងជាសំណើដំបូងបំផុតរបស់អ៊ីរ៉ង់មួយទៀតអ៊ីរ៉ង់សុំថាឲ្យអាមេរិកដកទ័ពឲ្យអស់ចេញពីទឹកដីរបស់អ៊ីរ៉ង់បានន័យថាដែនសមុទ្រដែនអីក៏ដោយហ្នឹងដកចេញឲ្យអស់ដែលនៅក្បែរជាប់អ៊ីរ៉ង់ហ្នឹងគឺកុំឲ្យបង្កហានិភ័យដល់អ៊ីរ៉ង់ហើយត្រូវតែបើកច្រកហ័រមូសកុំបិទយកកប៉ាល់ចម្បាំងយកទៅបិទច្រកហ័រមូសហ្នឹងបើកឡើងវិញផងហើយមិនតែប៉ុណ្ណឹងគឺត្រូវតែឈប់បង្កកទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលអាមេរិកបង្កករាប់ពាន់លានដុល្លារឲ្យប្រឡែងមកឲ្យអ៊ីរ៉ង់បានទទួលយកមកប្រើប្រាស់វិញទាំងអស់ហើយមួយទៀតគឺតកតងនឹងឈប់ដាក់ទណ្ឌកម្មអ៊ីរ៉ង់ដកទណ្ឌកម្មឲ្យអស់ដើម្បីឲ្យអ៊ីរ៉ង់អាចនឹងមានភាពស្របច្បាប់ត្រឹមត្រូវក្នុងការដូចថាលក់ដូរឬប្រកបអាជីវកម្មអីនៅលើពិភពលោកដែលមិនរងការដាក់ទណ្ឌកម្មពីអាមេរិកនិងមួយទៀតគឺត្រូវបញ្ចប់សង្គ្រាមនៅលីបង់ឈប់វាយលីបង់ទៀតហើយតកតងនឹងការគ្រប់គ្រងច្រកហូមូសអ៊ីរ៉ង់សុំឲ្យរៀបចំយន្តការថ្មីដែលដើម្បីគ្រប់គ្រងច្រកនេះមិនមែនអាមេរិកធ្វើអីស្រេចចិត្តទេអូខេស្ដាប់ទៅមិនដែរបងប្អូនសំណើទាំង14ចំណុចនេះខ្ញុំជឿថាអាមេរិកនឹងមិនយកទេព្រោះអីអាមេរិកចង់បានតែម្យ៉ាងគត់គឺអ៊ីរ៉ង់ឈប់មានអាវុធបរមាណូហើយរៀបចំរដ្ឋាភិបាលថ្មីដែលមិនគ្រប់គ្រងដោយមនុស្សដដែលតែប៉ុណ្្នឹងហើយសំណើទាំងអស់នេះឈប់វាយអ៊ីរ៉ង់ឡើងវិញងាប់អាមេរិកណាដែលធានាឈប់វាយអ៊ីរ៉ង់កើតនោះបើមិនចឹងអ៊ីរ៉ង់ធ្វើអីស្រេចចិត្តទៀតហើយប៉ុន្តែអ៊ីរ៉ង់ប្រហែលជាអាចអត់មានអាវុធបរមាណូព្រោះអត់ដាក់បរមាណូក្នុងហ្នឹងឯងបានន័យថាគេព្រមហើយមើលទៅអត់ផលិតអត់អីទៀតណាតែរឿងតាក់តងនឹងឈប់វាយលីបង់អីហ្នឹងអាមេរិកតិចទៀតអាចថាចាំមានតែតាក់តងអីរឿងលីបង់អាមេរិកតាក់តងនឹងអ៊ីរ៉ង់មិនទៅតាក់តងនឹងអ៊ីស្រាអែលទេអ៊ីស្រាអែលទៅលាក់គ្រាប់នៅលីបង់ហ្នឹងហើយនឹងចុងក្រោយគេគឺតាក់តងនឹងរៀបចំច្រកហូមូសឡើងវិញអូខេដកទ័ពអីចេញពីសមុទ្រអីនោះដូចជាមិនពិបាកទេដកទឹកដែនទឹករបស់អ៊ីរ៉ង់ព្រោះអីរឿងនេះវាជារឿងនយោបាយហើយរឿងនយោបាយអញ្ចឹងបានថាពេលដែលតឡាការយើងខ្លាចជាឧបករណ៍នយោបាយគឺប្រជាពលរដ្ឋច្បាស់ជារងភាពអយុត្តិធម៌ហើយយើងខូចមុខមាត់ជាតិយើងធំមែនតើព្រោះនៅប្រទេសណាក៏ដោយគឺតឡាការអត់អាចខ្លាចជាស្ថាប័នជាឧបករណ៍នយោបាយបានទេព្រោះស្ថាប័នមួយនេះសំខាន់លើសគេក្នុងអង្គទាំង3អង្គតឡាការសំខាន់លើសគេព្រោះជាអានេះគេហៅថាកងពាន់ទី3នៅក្នុងការទប់
អ្វីដែលជាសម្រាមដែលជាអីដែលហូរស្រោចពីខ្សែទឹកខាងលើមកអស់ហ្នឹងយើងហ្នឹងគឺនៅទប់ឲ្យជាប់ចម្រាញ់កុំឲ្យចេញទៅបានណាអាហ្នឹងដោយអាមេរិកទប់ច្រកហមូសនៅអ៊ីរ៉ង់ចឹងគឺថាណែឯងមកអីមកគឺកប៉ាល់អាមេរិកទប់ជាប់ចេញអត់រួចទាំងអស់វាតតែមានអញ្ចឹងបានដោះស្រាយអាបញ្ហាតឡាការយុតិធធម៌សង្គមនឹងបានតែយើងអត់វាទៅដល់អាកន្លែងចុងក្រោយដែលទប់សម្រាមទប់អីហ្នឹងវាជាកន្លែងកសម្រាមឲ្យស្អុយទៅវិញណាអាហ្នឹងឯងដែលធ្វើឲ្យអាបញ្ហាស្ថាប័នយើងនីតិរដ្ឋយើងគេដៀលរាល់ឆ្នាំអត់កែទេហើយទៅយើងតាំងតែគិតថាធ្វើប៉ុណ្ណឹងបានប៉ុណ្ណឹងហើយចង់បានអីទៀតឥឡូវនេះគឺនេះជាសំណូមពរដ៏សាមញ្ញហើយថ្លៃថ្នូររបស់លោកមេធាវីផែងហេងទេលោកកម្មសុខាអត់ដឹងថាប្តឹងសារទុកឬយ៉ាងណាទេបងប្អូនគឺធម្មតានៅពេលដែលពេលនៅសាលាដំបងពេលដែលគេកាត់ក្តីគាត់ឲ្យជាប់ពន្ធនាគារ27ឆ្នាំតែផ្ទេរពីការជាប់ពន្ធនាគារមកជាឬក៏បដូរជាការដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានន័យថាដូចជាឃុំឃាំងក្នុងផ្ទះចឹង27ឆ្នាំដកហូតសិទ្ធិនយោបាយសិទ្ធិស្អីដើរហើរអីទាំងអស់ចេញពីលោកកម្មសុខាឈប់ឲ្យឈរឈ្មោះបោះឆ្នោតមកជីវិតអីហ្នឹងគឺកាលឆ្នាំ2023ខែមីនាហ្នឹងគឺគាត់ប្តឹងឧទ្ធរណ៍បាទគឺប្តឹងជំទាស់សាលក្រមហ្នឹងគឺចឹងគាត់មានសិទ្ធិប្តឹងអញ្ចឹងលោកកម្មសុខាប្តឹង3ឆ្នាំបានកាត់ក្តីបានអញ្ចឹងឥឡូវសាលដីកាគេចេញពីថ្ងៃ10ខែមេសាហ្នឹងសំទោសមិនថ្ងៃ10ទេប្រហែលជាចុងខែមេសាហ្នឹង30មេសាពេលកាត់ចប់ថ្ងៃ10អញ្ចឹងលោកកម្មសុខាមានសិទ្ធិប្តឹងសារទុកបាទឡើងប្តឹងឧទ្ធរណ៍ទៀតហើយព្រោះប្តឹងឧទ្ធរណ៍គឺប្តឹងប្រឆាំងនឹងសាលក្រមរបស់សាលាដំបងតទៅពេលចូលសាលដីកាសាលាធរហើយយើងត្រូវប្តឹងសារទុកបាទអញ្ចឹងពេលដែលប្តឹងសារទុកនៅសេចក្តីសម្រេចរបស់ឬក៏សាលដីការបស់សាលាធរនេះគឺអ្នកដែលចាត់ចែងរឿងនេះគឺតុលាការកពូលដែលជាតុលាការចុងក្រោយគេហើយលោកកម្មសុខាអាចមានពេល30ថ្ងៃឬយ៉ាងយូរ60ថ្ងៃតែប៉ុណ្្នឹងឯងខ្ញុំមិនបានអានច្បាប់នឹងឲ្យច្បាស់ទេប៉ុន្តែជាទូទៅតុលាការទុកពេលឲ្យអ្នកដែលជាប់ចោទនឹងឬក៏ត្រូវតុលាការផ្ដន្ទាទោសនឹងរយៈពេលមិនតិចជាង30ថ្ងៃទេនៅក្នុងការជូនដំណឹងទៅតុលាការថាខ្លួនប្តឹងសារទុកគឺប្តឹងជំទាស់ទៅនឹងសាលដីកាហ្នឹងចឹងលោកកម្មសខាមានពេល30ទៅ60ថ្ងៃយ៉ាងហោចណាស់ក៏30ថ្ងៃដែរអញ្ចឹងបើគេឲ្យ30ថ្ងៃហ្នឹងលោកកម្មសខាអត់បានប្តឹងនីតិវិធីមួយក៏អាចជានីតិវិធីចូលជាស្ថាពរហ្មងបានន័យថាលោកកម្មសខាអត់ប្តឹងចឹងបានន័យសាលដីការបស់តុលាការសាលាធរចាត់ទុកជាបានការលោកកម្មសខាជាប់គុក27ឆ្នាំឬក៏ថែម5ឆ្នាំទៀតអត់ឲ្យធ្វើដំណើរទៅស្រុកក្រៅបាត់បង់អាសិទ្ធិការពារតវ៉ាហ្នឹងឯងព្រោះអីគាត់អត់ប្តឹងគឺក៏ជួនដំណឹងថាប្តឹងអីអញ្ចឹងទៅក៏ប៉ុន្តែលោកផែងហេងថាបើលោកកម្មសខាមិនប្តឹងគឺមានតែតំណាងមហាអាយកាបាទជាមហាអាយកានៅសាលាកពូលហ្នឹងប្តឹងជំនួសទៅដើម្បីឲ្យមានសំណុំរឿងឲ្យតុលាការសាលាកពូលហ្នឹងគាត់កាត់ក្តីក៏ប៉ុន្តែខ្ញុំគិតថាហេតុអីបានជាលោកផែងហេងទៅពឹងមហាអាយកាឲ្យប្តឹងជំនួសព្រោះបើលោកកម្មសុខាធ្វើតាមនីតិវិធីមករហូតអីហ្នឹងបើសិនជាលោកកិច្ចតុលាការហ្នឹងមិនសហការតាំងពីដើមទីមកឲ្យវាដឹងពីដើមទីមកមិនអញ្ចឹងហ៎ព្រោះចូលជាមួយគេរហូតអីហ្នឹងឥឡូវដល់ពេលដំណាក់កាលមួយដែលចូលដល់ដំណាក់កាលចុងក្រោយហើយដែលគាត់នៅតែមានសិទ្ធិប្តឹងសារទុកទៅនឹងប្រឆាំងនឹងសាលដីកាហ្នឹងហើយហេតុអីបានជាគិតថាគាត់មិនប្តឹងតែនេះជាសមត្ថកម្មទេលោកមេធាវីផែងហេងមិនអាចនិយាយជំនួសកូនក្តីរបស់គាត់បានដែរទេព្រោះអីភ្លាមនៅថ្ងៃធ្វើសវនាការចប់នៅពេលដែលសំទោសគេប្រកាសសាលដីកាហ្នឹងគឺលោកផែងហេងផ្ដល់ប័ណ្ណសម្ភាសឲ្យសារព័ត៌មានអីហ្នឹងឃើញលោកលើកឡើងតាក់ទងនឹងសិទ្ធិសម្រាប់គឺនៅលើលោកកម្មសខារឿងប្តឹងមិនប្តឹងបន្តទៀតអីចឹងណាប៉ុន្តែលោកផែងហេងក៏អត់មានសិទ្ធិអីទៅដាក់សម្ពាធលោកកម្មសខាឲ្យប្តឹងដែរព្រោះមេធាវីការពារសិទ្ធិរបស់ជនជាប់ចោតឬក៏ជនកូនក្តីគឺជាអ្នកដែលផ្ដល់យោបល់សំទោសស្ដាប់យោបល់របស់កូនក្តីមិនមែនផ្ដល់យោបល់ទេព្រោះនៅក្នុងន័យច្បាប់មេធាវីអត់អាចប្រាប់កូនក្តីឲ្យធ្វើនេះធ្វើនោះទេកូនក្តីត្រូវប្រាប់មេធាវីថាបើខ្ញុំធ្វើចំណុច1 2 3 4 5ចេះមិនដែរអញ្ចឹងមេធាវីគាត់ប្រាប់ថាពី1ដល់5នេះបើធ្វើតែ3ល្អអីអញ្ចឹងណាអញ្ចឹងកូនក្តីជាអ្នកស្នើមកយើងមិនមែនជាអ្នកស្នើទៅកូនក្តីទេ
ប៉ុន្តែនៅក្នុងការកាត់ក្តីកន្លងមកភាគច្រើនឃើញដូចជាមេធាវីចាត់ចែងឲ្យកូនក្តីធ្វើច្រើនជាងកូនក្តីធ្វើព្រោះអីនៅក្នុងនីតិវិធីតុលាការសំទោសមេធាវីគឺការងារការពារសិទ្ធិភាគថាមេធាវីគឺការពារសិទ្ធិរបស់កូនក្តីដើម្បីឲ្យគាត់ដឹងថានីតិវិធីហ្នឹងបើគាត់ដាក់សំណើអីតើសំណើរបស់គាត់រៀបចំមកតាមលំដាប់លំដោយមានតាមអង្គហេតុអង្គគតិយុត្តអីគេហ្នឹងវាត្រឹមត្រូវតឡាការទទួលយកបានអត់គាត់គ្រាន់ជួយបញ្យលទេប៉ុន្តែអ្វីអានេះនិយាយទៅដូចថាជន់ជាប់កូនក្តីគាត់ហ្នឹងមានគ្រឿងក្រៅអស់ហើយប៉ុន្តែអត់ដឹងថាស្លយ៉ាងម៉េចដាក់អីមុនតែប៉ុណ្្នឹងឯងចឹងមេធាវីគ្រាន់តែប្រាប់ថាអូដើម្បីស្លការីយើងត្រូវកូរអានេះចេញទៅរំលើយអំលីងខ្លាញ់ដាក់ខ្ទឹមដាក់អីឬក៏កាពិអីចឹងឧទាហរណ៍ណាខ្ញុំនិយាយពីរឿងខ្ញុំមិនមែនជាអ្នកស្លទេគាត់ថាកូនក្តីមានអីអស់ហើយមេធាវីគ្រាន់តែប្រាប់ថាអូដើម្បីស្លការីឲ្យតាមលំដាប់លំដោយត្រឹមត្រូវគឺត្រូវដាក់អញ្ចេះទៅអ្វីដែលមានស្រាប់ហ្នឹងគឺគាត់ដាក់អានេះមុនអានេះក្រោយចឹងអត់មានទៅប្រាប់ថាអូការីមានមួយបាវមួយថង់ហ្នឹងអត់យកទេគេយកចេះវិញយើងអត់អាចធ្វើអញ្ចឹងបានទេអាហ្នឹងមេធាវីគឺមិនមានសិទ្ធិនៅក្នុងការបង្គាប់បញ្ជាប្រាប់ឲ្យកូនក្តីនិយាយថាម៉េចធ្វើអីទេអត់ទេគឺមេធាវីគ្រាន់តែជាអ្នកដែលតាមស្ដាប់យោបល់របស់កូនក្តីឲ្យកូនក្តីប្រាប់ថាចង់ធ្វើអីហើយប្រាប់មកថាធ្វើនឹងកើតអត់ហើយបើធ្វើជាទូទៅគឺគាត់ប្រាប់ផ្លូវដើរថាអូខេគំនិតហ្នឹងធ្វើក៏ធ្វើទៅប៉ុន្តែធ្វើអញ្ចេះនិយាយអញ្ចេះតាមអាគំនិតដែលកូនក្តីមានហ្នឹងអាហ្នឹងបើយើងជាមេធាវីអាជីពយើងអត់អាចបង្គាប់កូនក្តីអញ្ចឹងហើយពេលដែលលោកផែងហេងនិយាយថាបើលោកកម្មសុខាអត់ប្តឹងសារទុកគឺមានតែអัยការមហាអัยការជាអ្នកជួយប្តឹងទៅដើម្បីឲ្យមានសំណុំរឿងក្នុងការជំនុំជម្រះរឿងសាលាតុលាការកំពូលខ្ញុំថានេះគឺជានីតិនៃជំនាញចំណេះនៃមេធាវីដែលមានវិជ្ជាជីវៈច្បាស់លាស់ហើយព្រោះលោកអត់លូកដៃដាក់សម្ពាធឲ្យលោកកម្មសុខាប្តឹងឬមិនប្តឹងទេព្រោះអាហ្នឹងមិនមែនជាសមត្ថកិច្ចរបស់មេធាវីទេព្រោះមេធាវីគ្រាន់តែការពារសិទ្ធិស្ដាប់មតិយោបល់របស់កូនក្តីអញ្ចឹងហើយបានគាត់អត់ហ៊ានថានឹងប្តឹងព្រោះអីអត់ទាន់បានជួបលោកកម្មសុខាអញ្ចឹងតោះតែស្ដាប់ប្រសាសន៍របស់លោកកម្មសុខាតិសិនតើឲ្យយោបល់មេធាវីថាម៉េចពីរឿងហ្នឹងគាត់អាចសុំយោបល់មេធាវីថាបើប្តឹងមិនបើមិនប្តឹងវាយ៉ាងម៉េចអីអញ្ចឹងហ្នឹងមេធាវីអាចប្រាប់ថាបើប្តឹងវាចេះបើមិនប្តឹងប៉ុន្តែដល់ពេលដែលកូនក្តីសួរដើម្បីសុំយោបល់នេះគឺតួនាទីរបស់មេធាវីលើសពីហ្នឹងគឺយើងចាប់ផ្ដើមដើរតួជំនួសកូនក្តីលើកលែងតែមួយឯងបងប្អូនមេធាវីអាចចាត់ចែងការងារជំនួសកូនក្តីដោយមិនចាំបាច់ស្ដាប់កូនក្តីយើងសម្រេចអីក៏បានជំនួសណាគឺនៅពេលដែលមានលិខិតផ្ទេរសិទ្ធិឲ្យមេធាវីការពារក្តីជំនួសនិយាយអីក៏និយាយទៅព្រោះអីកូនក្តីទុកចិត្តលើមេធាវីយើងមិនសូវចេះច្បាប់មិនចេះអីអញ្ចឹងមេធាវីដើរតួពីរទី1ការពារសិទ្ធិផងទី2គឺជាកូនក្តីក្នុងរឿងហ្នឹងព្រោះអីគេបកគលសិទ្ធិ100%ឲ្យមេធាវីហើយតើតែមានលិខិតគឺ letter of attorney ទៀតលិខិតផ្ទេរសិទ្ធិដើម្បីឲ្យមេធាវីការពារក្តីចាត់ចែងរឿងក្តីហ្នឹងទៀតបងប្អូនខ្ញុំនិយាយនេះគឺគ្រាន់តែថាចង់ជម្រាបបងប្អូនអំពីនីតិវិធីបន្តិចឯងខ្ញុំមិនមែនអ្នកច្បាប់អ្នកទម្លាប់អីទេគាត់ថាធ្វើការកិច្ចការតុលាការច្រើនឆ្នាំដែរនៅសាលាក្តីខ្មែរក្រហមហ្នឹងកម្រិតតុលាការអន្តរជាតិឯណោះដូច្នេះក៏ដឹងរឿងនឹងបានអាចជួយបញ្យល់គាត់ឲ្យដឹងទេបងប្អូនបើចង់ដឹងលម្អិតទៀតទៅជីកសួរមេធាវីលោកមេធាវីផែងហេងតែយ៉ាងណាគឺលោកមេធាវីផែងហេងក៏បានបញ្ជាក់ដែរថាគាត់អត់ដឹងថាលោកកម្មសុខាប្តឹងឬមិនប្តឹងទេអាស្រ័យទៅលើសិទ្ធិឆន្ទានុសិទ្ធិសម្រេចរបស់លោកកម្មសុខានេះគឺជារឿងត្រឹមត្រូវហើយគាត់ថាបើលោកកម្មសុខាបែរជាសម្រេចមិនប្តឹងទៅវិញទុកឲ្យមហាអាយកាជួយប្តឹងទៅព្រោះអីបើអត់ប្តឹងសាលាទៅតុលាការកំពូលហ្នឹងទេគឺសាលដីកាចូលជាស្ថាពរបានន័យថាលោកកម្មសុខាគ្មានពេលវេលានឹងអាចត្រូវរួចខ្លួនទេហើយរឿងនេះគឺចប់ដោយបរិបូរណ៍ហើយខ្ញុំជឿថាបើចប់ដោយបរិបូរណ៍រឿងអីដែលលោកកម្មសុខាមិនប្តឹងចំពោះខ្ញុំគិតថាលោកកម្មសុខាគ្មានជំរឿសអ្វីផ្សេងក្រៅពីដាក់ពាក្យប្តឹងសារទុកទៅតុលាការកំពូលព្រោះនៅសល់មកតុលាការទៀតដែរហើយយើងដឹងហើយតុលាការស្រុកខ្មែរបើខាងក្រមគេថាម៉េចតឡាការកពូលតឡាការអធរថាអញ្ចឹងហើយដល់ពេលទៅតឡាការកពូលហ្នឹងមិនយើងមានប្រអិនប្រព្រំមកពីឋានប្រច័នមែន
សុទ្ធតែមនុស្សគ្នាគាត់ទាំងអស់ហ្នឹងតែពេលថ្នាក់លើគេថាមិនមកហ្នឹងគឺទៅទ្រោះត្រួសត្រាយផ្លូវហ្នឹងវាអត់ដែលមានរឿងក្តីឯណាកាត់នៅសាលាដំបងហើយមកដល់សាលាធរស្រាប់តែប្រែប្រួល180ដឺក្រេហើយទៅតាឡាកំពូលហើយអត់ព្រោះអីរឿងនយោបាយបែបនេះគឺមកមួយផ្លូវមកមួយច្រកទេអ្នកណាមកពីមុនមកមិនគឺខាងក្រោយហ្នឹងទៅតាមគ្នាទាំងអស់វាអត់មាននេះទេវាចបៃត្រហើយខ្ញុំនិយាយនេះផ្អែកទៅលើករណីនយោបាយករណីរឿងផ្សេងទៀតរដ្ឋប្រវេណីរឿងចពាក់លុយរឿងតង់ទីនរឿងអីខ្ញុំអត់ដឹងទេក៏ប៉ុន្តែសាលាកពូលស្រុកខ្មែរនេះណាប៉ាកែមួយគឺឲ្យតែប៉ះពាល់ក្រុមអង្គការមហាមន្ត្រីណាអ្នកណាបើកបុកគេស្លាប់អីចឹងណាបើថាសម្រាប់ក្តីខាងក្រមឲ្យកាត់ក្តីហើយឡើងជាប់គុកដូចមើលតែលោកថោងសារ៉ាត់មើលលោកថោងសារ៉ាត់ជាប់គុកគេកាត់ទោសជាប់គុកច្រើនណាដូចម៉ានឯ5 10ឆ្នាំឯមិនដឹងទេសម្រាប់លោកអឹងមីងជឺនៅកន្លែងលក់ផ្លែឈើនៅចិត្ត Start Olympic បងប្អូនចោទពីបទមនុស្សឃាតជាប់គុកអត់បានដេកគុកតាមមួយថ្ងៃនៅបន្ទប់ VIP រហូតទៀតហើយស្រាប់តែមកដឹងជាទេសកាលអីស្រាប់តែមកដល់ដំណាក់កាលមួយតឡាការកពូលរកឃើញថាអត់មានទោសអីដោះលែងបាត់បើរឿងអញ្ចឹងយើងឃើញថាវាមានរឿងកើតឡើងបានបើអត់បើនោះព្រោះអីលោកថោងសារ៉ាត់ជាមនុស្សដែលជួយគណៈបកប្រជាជនតាំងពីដើមមកច្រើនណាស់អង្គញាអីនោះហើយដល់ពេលគណៈបកប្រឆាំងអីមិនដែលជួយគណៈបកប្រជាជនបានមួយរៀលគេថាជាបន្លានៅក្នុងខ្សែភ្នែកគេទៀតផងអញ្ចឹងមានរឿងអីដែលគេដោះឲ្យលែងឲ្យរួចដូច្នេះវាមានតែជាប់គុកអញ្ចឹងហើយយើងដូចអត់មានប្រវាក់ស្មានសោះអញ្ចឹងបានខ្ញុំថាតឡាការសាលាដំបងក៏ដូចតឡាការសាលាធរសាលាធរក៏ដូចតឡាការសាលាកពូលព្រោះវាទៅតែចបៃត្រហើយយើងនៅសង្ឃឹមថាឥឡូវប្តឹងសារទុកហ្នឹងទៅពេលដែលលោកកម្មសខាដាក់ប្តឹងសារទុកពេលដែលប្តឹងលើកមុន3ឆ្នាំអាការប្តឹងអធរជំទាស់ទៅនឹងសាលក្រម3ឆ្នាំបានគេកាត់ឥឡូវប្តឹងអធរទៀតទៅប្តឹងសារទុកទៅតុលាការកពូលទៀតគេចង់5ឆ្នាំក៏បានគេចង់ប្រហែល10ឆ្នាំក៏បានស្រេចគេតាព្រោះអាយុត្តាធិការរបស់អាការលាតច្បាប់ឲ្យយឺតដូចកស៊ូហ្នឹងគឺតុលាការកម្ពុជាហើយយើងត្រូវចាំថានៅក្នុងនីតិវិធីតុលាការបើយើងធ្វើឲ្យនីតិវិធីអូសបន្លាយពេលវេលាយូរគឺគ្មានទេយុត្តិធម៌ពាក្យថាយុត្តិធម៌គឺទាល់តែធ្វើរឿងក្តីនឹងជាអតិភិបរឿងជាតិបែបនេះគឺយកមកសម្រេចក្តីឲ្យលឿនបំផុតមិនមែនអូសពេលវេលាចាំមើលកាលាណាយើងធូរបន្តិចប្រហើបតិចទៅតាំងតិចទុកយូរតិចទៅអានេះទៅថាយកគាត់ជាឧបករណ៍សម្រាប់ប្រឡែងសម្រាប់ដូចឆ្មានឹងកដោអញ្ចឹងណាបងប្អូនត្រូវចង់ទះលេងទៅត្រូវអីអង្គុយមើលអញ្ចឹងសម្រាប់បន្តិចទៅអត់ពេលឃើញកម្រើកមកទះទៀតទៅហើយចុងក្រោយលេបកដោនឹងដែលតើយើងធ្វើឲ្យពិបាកអញ្ចឹងទៅអីកំពុងតែឆ្ងល់បើជ្រុលទៅលេបអញតាំងពីដើមទីមកហ្មងទៅកុំឲ្យគ្នាវេទនារស់ដូចស្លាប់ក្រៅពីលោកមេធាវីផែងហេងមានលោកមេធាវីអតីតសហមេធាវីរបស់លោកកឹមសុខាគឺលោកមេធាវីលោកច័ន្ទជេនបាទលោកច័ន្ទជេនហ្នឹងក៏ជាមេធាវីដែលជាបញ្ញវន្តមួយរូបដ៏គួរឲ្យគោរពដែរគាត់ការពារក្តីឲ្យលោកកឹមសុខាប្រឹងមកជាមួយគ្នាអត់ដែរឆ្នះក្តីអីទេសំបីតែខ្លួនលោកហ្នឹងក៏និរទេសខ្លួនជាមួយគ្រួសារដល់ប្រទេសអូស្ត្រាលីបាត់ទៅហើយក៏ប៉ុន្តែនៅតែមានស្វាមីភក្តិចំពោះលោកកឹមសុខាគ្មានថ្ងៃប្រែប្រួលព្រោះលោកច័ន្ទជេងនេះគឺជាមនុស្សដែលស្មោះស្ម័គ្រលោកកឹមសុខាបេះមិនដាច់តែម្ដងព្រោះអី Facebook របស់លោកច័ន្ទជេងសំបីទៅដល់អូស្ត្រាលីមិនដែលមានថ្ងៃណាដែលភ្លេចគិតនិយាយពីលើរឿងលោកកឹមសុខាសោះខ្ញុំសូមសរសើរដោយស្មោះអំពីភាពស្មោះស្ម័គ្រមិនចោលគ្នានេះណាហើយលោកថ្ងៃនេះគឺគាត់សរសេរចេះគាត់ថាពេលនេះលោកកឹមសុខាកំពុងមានទុក្ខធំដោយអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបានលោកកឹមសុខាបានបាត់បង់សេរីភាពបងប្អូនពេលដែលខ្ញុំប្រើពាក្យលោកកឹមសុខានេះតាមពិតលោកច័ន្ទជេនប្រើសិតតែឯកឧត្តមប៉ុន្តែខ្ញុំសូមអធិស្ឋានឲ្យព្រោះអីខ្ញុំប្រើពាក្យលោកនឹងជាទូទៅលោកហ៊ុនសែនខ្ញុំលោកហ៊ុនសែនលោកហ៊ុនម៉ាណែតក៏លោកហ៊ុនម៉ាណែតដែរអញ្ចឹងងារឯកឧត្តមនេះវាលោកដាក់មកនេះខ្ញុំសូមអធិស្ឋានតែលោកច័ន្ទជេនសិតតែប្រើឯកឧត្តមនៅក្នុងមុខជាការគោរពចំពោះសហការីដ៏ស្និទ្ធស្នាលតែខ្ញុំសូមអធិស្ឋានដោយសារតែខ្ញុំសូមប្រើពាក្យទូទៅដែលគោរពដូចគ្នាទេពួកខ្ញុំមិនមែនបានន័យថាមិនហៅសម្ដេចឬក៏មិនហៅអីហ្នឹងគឺខ្ញុំមើងងាយអត់ទេគឺលោកចឹងដូចតែគ្នាអញ្ចឹង
ពេលនេះគឺលោកកម្មសខាមានទុកធំលោកបាត់បង់សេរីភាពច្រើនឆ្នាំមកហើយលោកខកខានបានជួបម្ដាយចាស់ជរាដែលមានវ័យជាង100ឆ្នាំដែលកំពុងមានជំងឺសម្រាកលើគ្រែយូរឆ្នាំមកហើយដែរពេលនេះយើងខ្ញុំជាសហការីអ្នកគាំទ្រប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការរីកចម្រើននៅកម្ពុជាក៏កំពុងមានទុក្ខជាមួយនឹងលោកប្រធានដែរ ហើយនៅតែនឹកលោកប្រធានជានិច្ចរងចាំជានិច្ចគ្មានថ្ងៃប្រែប្រួលចិត្តឡើយលើសពីនេះទៅទៀតយើងខ្ញុំសូមជម្រាបលោកប្រធានថាលោកប្រធានមិនឯកោទេអយុធធម៌ដែលលោកកំពុងរងនៅពេលនេះបានល្បីល្បាញស្ទើរពេញសកលលោកទៅហើយលោកច័ន្ទជេននៅក្នុងអត្ថបទដែលផ្សាយនៅលើ Facebook របស់លោកមួយទៀតលោកថាជំងឺរបស់កម្ពុជាដែលលោកកឹមសុខារកឃើញ គឺខ្លាចខ្លៅនិងឃ្លានវាមិនមែនជាការធ្វើបដិវត្តពណ៌ឬផ្ដួលរំលំរដ្ឋាភិបាលអ្វីនោះទេលោកថាអ្នកចាប់អ្នកចោតអ្នកបកស្រាយអាចយល់មិនច្បាស់ឬយល់ច្រឡំនៅពាក្យ3ម៉ាត់នេះដែលនាំឲ្យមានការចាប់ខ្លួនលោកកម្មសុខាទាំងពាក់កណ្ដាលយប់រំលងអាត្រាតកាលពីថ្ងៃទី3ខែកញ្ញាឆ្នាំ2017ដូច្នេះលោកឲ្យស្ដាប់សាររបស់លោកកឹមសុខានិយាយពីរឿងខ្លៅឃ្លានខ្លាចនោះបាទបងប្អូនតកតងនឹងរឿងនេះដែរខ្ញុំសូមអានសារបន្ថែមរបស់លោកសហមេធាវីរបស់លោកកឹមសុខាគឺលោកផែងហេងនិយាយពីរឿងផលចំណេញនិងផលខាតតកតងនឹងការដែលបន្តចោតប្រកាន់លោកកឹមសុខាអត់ដោះលែងនេះណាលោកផែងហេងនិយាយចេះថាយើងគួរបញ្ចប់លបែងនយោបាយហើយលមមចេះស្រឡាញ់នឹងការពារកិត្តិយសជាតិហើយរាប់អានមិត្តឲ្យត្រូវលោកមីធាវីផែងហេងបន្តទៀតថាអាមេរិកស្អាតស្អំមិនដូចការចោទដោយគ្មានការទទួលខុសត្រូវនោះទេហើយបានស្នើឲ្យដោះលែងលោកកឹមសុខាឲ្យមានអាមេរិកខ្លួនឯងគេថាគេស្អាតស្អំហាក់មិនដូចការចោទប្រកាន់ដោយគ្មានការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាទេហើយបានស្នើឲ្យដោះលែងលោកកឹមសុខាឲ្យមានសេរីភាពនិងជូនភាពស្អាតស្អំឲ្យគាត់ឡើងវិញលោកបន្តថាលោកកឹមសុខាក៏បានបដិសេធបទចោទនិងបង្ហាញភ័ស្តុតាងស្អាតស្អំរីឯលោកហ៊ុនសែននៅក្នុងនាមជារដ្ឋាភិបាលក៏បានអះអាងថាគាត់មិនចោទរដ្ឋាភិបាលឬក៏មិនចោទសំទោសមិនចោទរាជរដ្ឋាភិបាលក៏មិនចោទតុលាការក៏មិនចោទក៏ប៉ុន្តែសំណុំរឿងរបស់លោកកឹមសុខាតកតងរឿងសន្តិទ្ធភាពជាមួយបរទេសដែលស្រែកក្តែងតាមគ្រប់ Channel ទូរទស្សន៍វិប្រហារលើអាមេរិកនៅតែបន្តចោទដោយតំណាងអัยការនិងមេធាវីការពីរដ្ឋាភិបាលរហូតបន្តមកគឺដល់សាលាធរទៀតដោយសម្រេចយោងលើករណីទាំងនេះគ្រាន់តែក្នុងសេចក្តីសម្រេចសរសេរអក្សរតាងតើធ្វើនេះគិតថាអាមេរិកគ្មានដឹងអ្វីឬក៏យ៉ាងម៉េចគួរឲ្យអាសូរប្រជារាស្ត្រខ្មែរដែរដែលចង់បានសន្តិភាពនិងសេដ្ឋកិច្ចរីកចម្រើនបាទឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណឹងប៉ុន្តែមករយៈពេលចុងក្រោយនេះគឺមានបងប្អូនច្រើនណាស់ពេលដែលមានសមានចិត្តជាមួយនឹងលោកកម្មសខាយកការតស៊ូមតិរបស់លោកកម្មសខាដោយអហិង្សាដោយសារការជាប់គុកនេះប្រៀបប្រដូចវីរៈភាពរបស់លោកកម្មសខានឹងការតស៊ូនេះទៅនឹងអ្នកនយោបាយដ៏ល្បីនៅអាហ្វ្រិកខាងត្បូងគឺជនជាតិស្បែកខ្មៅលោក Nelson Mandela បាទគឺបុគ្គលដ៏ឆ្នើមទាំងពីររូបនេះគឺមានលក្ខណៈសម្បត្តិនឹងការតស៊ូស្វិតស្វាញអហិង្សាដូចគ្នាច្រើនប្រការហើយប្រជាពលរដ្ឋខ្មែរដែលគាំទ្រលោកកឹមសុខាភាគច្រើនលើសលប់យល់ថាការតស៊ូដោយអហិង្សារបស់លោកកឹមសុខានឹងទទួលបានផ្លែផ្កានឹងពរជ័យដោយលោក Nelson Mandela ដែរមិនយឺតពេលទេព្រោះអីលោក Nelson Mandela ត្រូវគេដាក់គុក27ឆ្នាំដោយអ្វីដែលជាទោសទណ្ឌដែលគេដាក់លោកកឹមសុខាដែរក៏ប៉ុន្តែទីបំផុតលោក Nelson Mandela ត្រូវបានប្រធានាធិបតីរបស់ South Africa កាលពីជំនាន់នោះយូរហើយដោះលែងឲ្យមានសេរីភាពឡើងវិញដើម្បីលុបបំបាត់ចោលអាការដែលរើសអើងពូជសាសន៍ស្បែកសស្បែកខ្មៅនៅអាហ្វ្រិកាហ្នឹងហើយក៏លើកទឹកចិត្តឲ្យមានការបោះឆ្នោតមួយដោយត្រឹមត្រូវមានការចូលរួមពីលោក Nelson Mandela ដែល5ឆ្នាំក្រោយមកអ្នកដែលដោះលែងលោក Nelson Mandela នោះ
បានទទួលពានរង្វាន់ Nobel សន្តិភាពដូចមិនមែន5ឆ្នាំមកទេចង់និយាយថាការដែលដោះលែងលោក Nelson Mandela ហ្នឹងធ្វើឲ្យអតីតប្រធានាធិបតីរបស់អាហ្វ្រិកខាងត្បូងរូបនោះនិងលោក Nelson Mandela បានទទួលពានរង្វាន់ Nobel សន្តិភាពដូចគ្នាចំពោះវីរភាពការដែលគិតត្រូវមួយគឺដោះលែងអ្នកទោសនយោបាយដូចលោក Nelson Mandela ឲ្យនៅក្រៅឃុំហើយលុបបំបាត់ចោលអវប្បធម៌រើសអើងពូជសាសន៍ស្បែកសស្បែកខ្មៅនៅស្រុកអាហ្វ្រិកខាងត្បូងហ្នឹងហើយក៏លើកទឹកចិត្តឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ជាការពិតហើយលោកដែលដោះលែងលោក Nelson Mandela ចុងក្រោយគឺចាញ់ឆ្នោតលោក Nelson Mandela បាក់ភ្លុកទឹកភ្លុកដីប៉ុន្តែលោកចាញ់ឆ្នោតតែឈ្នះកិត្តិយសពេញផ្ទៃប្រទេសពេញផ្ទៃពិភពលោកដោយសារអីដោយសារលោកធ្វើត្រូវអំណាចបាត់ទៅមែនអាអំណាចដែលរបៀបផ្ដេសផ្ដាស់ហ្នឹងបាត់ទៅមែនប៉ុន្តែកិត្តិយសសេចក្តីថ្លៃថ្នូរភាពផូរផង់នៅក្នុងការដែលដោះលែងលោក Nelson Mandela ធ្វើឲ្យពិភពលោកចារឈ្មោះក្នុងក្រអៅបេះដូងរបស់ពិភពលោកថាជាវីរៈបុរសស្រឡាញ់សន្តិភាពស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់អីឃើញទេបាត់បង់អំណាចមែនក៏ប៉ុន្តែគេឈ្មោះគាត់នៅល្អផូរផង់តកូនជំនាន់ខ្ញុំនឹងនិយាយពីរឿងលោក Nelson Mandela បន្តិចដើម្បីឲ្យបងប្អូនដឹងថាតើហេតុអីបានជាអ្នកគាំទ្រគណៈបកប្រឆាំងជាពិសេសគឺអ្នកដែលស្រឡាញ់លោកកឹមសុខាយកបុគ្គលឆ្នើមទាំងពីររូបនេះយកមកដាក់គូផ្គងគ្នាតើមានចំណុចដូចគ្នាអីគេខ្លះហើយមានចំណុចខុសគ្នាអីគេខ្លះហើយយើងសង្ឃឹមយ៉ាងម៉េចហើយយើងនឹងតស៊ូមតិយ៉ាងម៉េចតើបរិបត្តិនៅអាហ្វ្រិកខាងត្បូងកាលពីជំនាន់នោះនិងបរិបត្តិនៅប្រទេសកម្ពុជាជំនាន់នេះតើ Nelson Mandela របស់កម្ពុជានេះដូច Nelson Mandela របស់អាហ្វ្រិកាសៅអាហ្វ្រិកាឬអាហ្វ្រិកខាងត្បូងនេះដោយដែរឬទេតើការតស៊ូដូច្នេះបានជោគជ័យដែរឬយ៉ាងណាតើលោកកឹមសុខានៅសល់ពេលប៉ុន្មានឆ្នាំទៀតដើម្បីតស៊ូនយោបាយនៅក្នុងជីវិតចុងក្រោយរបស់គាត់ដែលគាត់ចូលវ័យ70ឆ្នាំជាងទៅហើយនេះបាទឥឡូវនេះដើម្បីឲ្យដឹងរឿងនឹងកាន់តែច្បាស់ខ្ញុំសូមជម្រាបថាលោក Nelson Mandela គឺជាមេដឹកនាំនយោបាយជនជាតិស្បែកខ្មៅនៅអាហ្វ្រិកខាងត្បូងដែលជំទាស់ដាច់ខាតនឹងរបបអបថេតហ្នឹងគឺជារបបរើសអើងពូជសាសន៍ស្បែកសស្បែកខ្មៅគឺបានន័យថាឲ្យតែស្បែកខ្មៅគឺគេរើសអើងចឹងមកបែងចែកបកយើងវាខុសគ្នារឿងស្រុកខ្មែរគឺបែងចែកបកប្រឆាំងនិងបកកាន់អំណាចតែនៅស្រុកនោះគឺគេបែងចែកសម្បល់ពណ៌សម្បុរមនុស្សដូចគ្នាខុសពណ៌សម្បុរគ្នាគឺគេរើសអើងតែម្ដងហើយលោក Nelson Mandela គាត់ជនជាតិស្បែកខ្មៅនៅអាហ្វ្រិកហ្នឹងអាហ្វ្រិកខាងត្បូងប៉ុន្តែគាត់តស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់អ្នកដែលមានស្បែកខ្មៅហ្នឹងឲ្យបានទទួលសិទ្ធិសេរីភាពដូចស្បែកសដែរអត់មានត្រូវការរើសអើងទទួលសេវាខុសគ្នាអីទេព្រោះអីមនុស្សដូចគ្នាហើយវីរៈភាពរបស់លោកនេះគឺមែនតែនរងការធ្វើទុកបុកម្នេញពីពួកស្បែកសនៅឯអាហ្វ្រិកខាងត្បូងនឹងយ៉ាងដំណំហើយជាលទ្ធផលគឺគួរឲ្យអានិច្ចាគាត់ត្រូវបានគេចាប់ដាក់គុកអស់មួយជីវិតណាបងប្អូនគេសម្រេចដាក់ទោសគាត់អស់មួយជីវិតគឺនៅឆ្នាំ1962បាទនៅឆ្នាំ1962ហ្នឹងគឺតុលាការនៅអាហ្វ្រិកខាងត្បូងដែលដឹកនាំដោយក្រុមជនជាតិស្បែកសគឺបានផ្ដន្ទាទោសលោក Nelson Mandela ឲ្យជាប់ពន្ធនាគារអស់មួយជីវិតហើយបទចោទគឺអីវិធានសនាធ្វើបដិវត្តពណ៌ដោយតារឿងគណៈបកសង្គ្រោះជាតិអីអញ្ចឹងបទចោទដូចគ្នាសំបីតែតាំងពីឆ្នាំ1962បងប្អូនសាកគិតមើលពី1962ដល់ឥឡូវប៉ុន្មានហើយ1962ដល់2000វា38ឆ្នាំចុះដល់2026ទៀត64ឆ្នាំហើយណា64ឆ្នាំហើយនៅ60ឆ្នាំជាងហើយដែលរបបផ្ដាច់ការនៅអាហ្វ្រិកខាងត្បូងយកមកប្រើកម្ពុជាយកមកប្រើជាមួយនឹងគណៈបកនយោបាយហើយជាខ្មែរគ្នាឯងនៅអាហ្វ្រិកខាងត្បូងក៏ជាគាត់ថាសាសខ្មៅសាសសឯតាមពិតរស់នៅជាប្រជាពលរដ្ឋអាហ្វ្រិកខាងត្បូងដូចគ្នាគាត់ថាសម្បុរខុសគ្នាយើងវិញខ្មែរគ្នាឯងហ្មងសម្បុរដូចគ្នាហ្មងខ្មែរយើងគឺសត្រូវខ្មែរគ្នាឯងនៅនោះគឺយើងឃើញគេស្បែកសស្បែកខ្មៅអាហ្នឹងយើងឃើញដូចរឿងពណ៌យើងអត់ទេ
ឲ្យតែអ្នកណាគាំទ្រគណៈបព្វប្រឆាំងគឺជាសត្រូវខ្មែរហ្នឹងហើយដល់ពេល27ឆ្នាំហ្នឹងគឺដាក់ទោសអស់មួយជីវិតតាមពិតគេដោះលែងពេលដែលគាត់ជាប់គុកបាន20ឆ្នាំហ្នឹងគឺដោយសារតែលោកអឺដែលជាអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងឈ្មោះថា Frederick Willem de Klerk បាទលោក Frederick Willem de Klerk ហ្នឹងគឺជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងជនជាតិស្បែកសដែលតស៊ូមតិចង់ឲ្យប្រទេសសៅអាហ្វ្រិកាហ្នឹងក៏មានការរើសអើងស្បែកខ្មៅស្បែកសដែរតាមពិតគាត់ក៏ដឹងដែរថាបើមានការរើសអើងបែបហ្នឹងប្រទេសហ្នឹងមិនមានសុខសន្តិភាពទេរស់នៅអត់ចុះសម្រុងគ្នាអញ្ចឹងគាត់ក៏ប្រថុយប្រឋានដែរនៅពេលដែលគាត់ឡើងកាន់អំណាចបានតែប្រហែលឆ្នាំគឺគាត់ដោះលែងលោក Nelson Mandela ហ្នឹងហ្មងបញ្ជាឲ្យដោះលែងនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ1990បាទដោះលែងដោយហេតុផលថាដើម្បីឲ្យទី1លោក Nelson Mandela មានសេរីភាពធ្វើនយោបាយប្រយុទ្ធបោះឆ្នោតដោយសេរីត្រឹមត្រូវទៅហើយបើលោកឈ្នះក៏ឈ្នះទៅនេះចាត់ជាកីឡាករគឺលោក Frederick នេះហើយលោក Frederick Willem de Klerk នេះអាហ្នឹងហើយដែលលោកបានទទួលពានរង្វាន់ Nobel សន្តិភាពណាដោយសារតែទង្វើរបស់លោកធ្វើឲ្យពិភពលោកប្រែប្រួលជាពិសេសអាហ្វ្រិកខាងត្បូងហ្នឹងគឺប្រែប្រួល180ដឺក្រេដោយសារហេតុអីគឺប្រែពណ៌ពីធ្វើឲ្យប្រជាពលរដ្ឋស្បែកខ្មៅហ្នឹងលែងរងការរើសអើងដូចមុនទៀតហើយព្រោះអីលោក Nelson Mandela គាត់ចេញពីគុកមកឆ្នាំ1990គឺគាត់ចាប់ផ្ដើមរៀបចំគណៈបកនយោបាយហើយដឹងលោក Nelson Mandela មុននឹងចេញពីគុកហ្នឹងគាត់ថាម៉េចទេមុននឹងចេញពីគុកហ្នឹងប្រហែលថ្ងៃគឺប្រធានាធិបតីលោក Frederick Willem de Klerk ហ្នឹងអញ្ជើញលោក Nelson Mandela ឲ្យគេដឹកពីគុកមកជួបគាត់នៅវិមានប្រធានាធិបតីរបស់ South Africa ហ្នឹង